ខ្មែរគ្រប់រូបស្ដាប់ហើយគឺឈឺចិត្តគ្រប់គ្នាព្រោះយើងដឹងហើយថាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាថៃគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដល់ទៅ76កន្លែងហើយនៅក្នុងពេលជាមួយគ្នាហ្នឹងថៃយកលបងបលាលួសយកមកដាក់ថែមយកដាក់ទូកុងតឺន័រប៉ោះយាមដងតុងជ័យដាក់តុងជ័យជីកលេនឋានធ្វើផ្លូវគ្រប់គ្រងប្រាសាទខ្មែរទាំងអស់នៅតាមព្រំដែនហ្នឹងមានប្រាសាទតំន់តូចតំន់ធំតាកបីប្រាសាទខ្នាតំបន់ភ្នំទ្របច្រកអានសេះស្អីផ្សេងទៀតហ្នឹងគឺសរុបទៅ76ទីតាំងគឺថៃគ្រប់គ្រងបានទាំងអស់ហើយមិនតែប៉ុណ្ណោះគឺធ្វើលបងធ្វើផ្លូវនាំភ្ញៀវទេសចរទៅលេងនាំអ្នកកសែតនាំមន្ត្រីអន្តរជាតិតាំងពីយោធាអីផងចូលទៅក្នុងដែនដីខ្មែរគាត់ថាឥឡូវនេះលែងជារបស់ខ្មែរទៀតទៅហើយពីមុនវាជារបស់ខ្មែរមែនហើយមុនវាយគ្នាមកពីប្រាវហ្នឹងក៏ប៉ុន្តែឥឡូវនេះគឺដីទាំងអស់នេះគឺត្រូវថៃយកទៅគ្រប់គ្រងបានហើយដោយសារតែមានកិច្ចព្រមព្រៀងជាមួយកម្ពុជាតាមរយៈលោកទាសីហាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយថៃធ្វើអីប្រទេសផ្ដាស់គ្រប់រឿងក៏ប៉ុន្តែនៅក្នុងអ្វីដែលថៃហៅថាធ្វើទៅតាមកិច្ចព្រមព្រៀងយើងឈឺចាប់បងប្អូនជាខ្មែរស្រក់ទឹកភ្នែកមួយយ៉ាងគឺយើងអត់អាចការពារដែនអធិបតេយ្យរបស់ខ្លួនឯងបានអានឹងជាតិសាសនាតែខ្សោយជាងគេគឺយើងមិនបាច់ឆ្ងល់ទេអ្នកខ្លាំងគេបាយយកមើលតែចក្រភពខ្មែរយើងអាណាចក្រខ្មែរយើងតាំងពីនៅដល់អយុធ្យាដល់ហួសភូមាហួសអីអាណាអាណីយើងឆ្លោះគ្នាគេវាយយើងយកមកដល់សល់ប៉ិនសបកដណ្ដើកហ្នឹងរាល់ថ្ងៃហ្នឹងសល់តែប៉ុណ្្នឹងតាគេវាយរុលចូលមកអស់លីងគ្រប់ច្រកគ្រប់លហកអស់យើងចឹងហើយបានជាយើងឃើញប្រាសាទបុរាណខ្មែរប្រពៃណីទំនៀមទម្លាប់ខ្មែរវៀតណាមក៏មានថៃក៏មាននៅភូមាក៏មានឡាវក៏មានដោយសារតែដីអាណាចក្រខ្មែរហ្នឹងវាលាតសន្ធឹងធំធេងពេកកាលពីចំនួនពីបុរាណកាលមកណាក៏ប៉ុន្តែដោយសារតែភាពឆ្លោះគ្នាគ្មានទីបញ្ចប់ក្នុងចំណោមមហាជនមហាក្សត្រខ្មែរយើងនិយាយទៅគឺយើងឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយយ៉ាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដូចលៀបកំណាប់ទ្របឲ្យចោលគ្មានមេដឹកនាំខ្មែរចំនួនណាដែលរៀនសូត្រពីបទពិសោធន៍នេះទេខ្មែរដឹកនាំចំនួនណាក៏អត់រៀនសូត្រពីប្រវត្តិសាស្ត្រដែរគឺធ្វើឲ្យប្រទេសកម្ពុជាបែកបាក់គ្នាគ្រប់ចំនួនដល់តែពេលបែកបាក់គ្នាផ្ទៃក្នុងសត្រូវឈ្លានពានដែលគេចាំតែលេបតបាក់យកដីយើងផងដោយសារតែគេវាអត់ដីយើងវាមានដីឥឡូវគេយកខំចែកគ្នាអស់លីងនៅសល់តែបន្តិចទៀតឥឡូវគេយកចង់អស់ទៀតដោយសារតែយើងអត់ចោលមារយាទនៃការឆ្លោះគ្នាងើបមួយវាយមួយយកគ្នាជាសត្រូវយកគ្នាស៊ីសាច់ហត់ឈាមខ្មែរគ្នាឯងប៉ាកែខ្លាំងមែនតើរឿងធ្វើបាបខ្មែរគ្នាឯងប៉ុន្តែបើរឿងមួយអ្នកដតីដ្រូនឥឡូវយើងមើលថៃឈ្លានពានយើងវាយយើងខ្ទេចខ្ទីអស់យកដីយើងទៅព្រមចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងឥឡូវគេឈ្លានពានលើសពីអាបត់ជបាញ់ក៏តែមិនហ៊ានធ្វើអីគេយើងបានតែស្រែកកោកសឹកមកតដោឆ្អែតតពុះកបីលួងចិត្តប្រជាពលរដ្ឋដើម្បីឲ្យជឿថាយើងអត់លវអត់មានសម្រាប់ដៃនៅក្នុងការទៀមទាតវ៉ាជំទាស់បដិសេធដាច់អហង្ការជូនដំណឹងឲ្យដកថយលាក់នឹងលាក់តែថៃចូលរហូតឥឡូវនេះគេចូលរហូតដល់យកនាយករដ្ឋមន្ត្រីគេមកតំបន់ច្រកអានសេះដែនអធិបតេយ្យខ្មែរពលឹងខ្មែរតំណាងឲ្យជាតិសាសន៍គេមួយជានាយករដ្ឋមន្ត្រីកាន់ការរដ្ឋាភិបាលថ្មីរបស់គេចុះមកគឺយកដកហូតពលឹងរបស់យើងណាបងប្អូនព្រោះអីតំបន់ច្រកអានសេះរោងលោកតាអ៊ុំនិងតំបន់ផ្សេងហ្នឹងយើងដឹងហើយតើកាលពីមុនបាញ់គ្នាគឺកម្ពុជាគ្រប់គ្រងតំបន់នេះទាំងស្រុងថៃចូលមករុញគ្នាទៅវិញទៅមកដាក់បលាលួសយើងយកបលាលួសទៅដាក់វិញយើងនាំគ្នាសរសើរផ្សាយទូងស្គរឡើងផ្អើលមេឃតាមពិតបើកុំតែមានអាព្រឹត្តិការណ៍ហ្នឹងយើងអត់ដឹងថាច្រកអានសេះនឹងជារបស់ខ្មែរផងទេព្រោះអីយើងដឹងថាថៃកវ៉ែលមកអញ្ចឹងក៏ប៉ុន្តែក៏មានវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅការពារអាច្រកអានសេះនឹងបានជាប់យូរហើយរហូតតតែវាយគ្នាពីរលើកហ្នឹងទៅបាត់ដោយសារអីដោយសារតែថៃគឺគេមានសពាវុធគេក៏មមួនយោធាគេក៏ខ្លាំងក្លាការទូតគេក៏ពូកែជាតិសាសន៍គេបែកបាក់គ្នាយ៉ាងណាក៏គេគិតពីជាតិគេឯយើងវិញពូកែបានតែអួតពូកែបានតែថាពូកែបានតែវាយមួយងើបមួយតែខ្មែរគ្នាឯងដល់ពេលហើយយើងហែកហ៊ូគ្នាយើងកំចាយគ្នាយើងកំតិចគ្នាទោះតម្លៃណាក៏យើងត្រូវតែកំចាត់គ្នាឯងដែរតែអញ្ចឹងថៃគេចូលមកយកភ័យយើងគ្មានជំរឿសអ្វីក្រៅតែពីលើកតុងជ័យសធ្វើសម្បទានអ្នកណានៅណានៅហ្នឹងហើយមកដល់មកហ្នឹងយើងអត់ដឹងថាអ្នកណានៅណានៅហ្នឹងដីប្រមាណដុំហើយក្រោយមកគេយកប្រមាណដុំទេខ្មែរយើងនៅលាមកចូលឈ្នៀងហ្នឹងអត់មានមូលមាត់គ្នារដ្ឋាភិបាលហ្នឹងគឺម៉ាយកទៅសងចង់អ្នកណានិយាយអីនិយាយអត់ឈឺក្បាលប្រមាថប្រជាពលរដ្ឋទាំង18លានអ្នកដោយគិតថាគេទទួលទានបាយក្នុងត្រឡោកដោយសារតែខ្លួនឯងធ្វើអីក៏បានថាអីក៏បានមិនធ្វើជានិយាយមកការថាបាញ់គ្នាពីរលើកហ្នឹងបាត់ប្រមាណក៏មិនថាអាព្រមគេថ្ងៃណានៅណានៅហ្នឹងឲ្យគេប្រមាណគ្រប់គ្រងសិនក៏មិនប្រាប់
hai cái banh hai cho lo cái from prieng hai là nên cái trôi mà do khỏi nó bảo mang cái lái tiết coi ta mình tự sẽ cònแต่ thay ca cao tô thả nó không cho bắp nó không cho bắp từ o quân lục sầm an từ ban tròn con khơi chặt sập mùi cái lái có ấy ót đăng thếពួកấy lục hôn san có tha o tam ប្រមាណ hectare កុំឲ្យគិតអារឿងធំស្អីរបួសប៉ាន់កូនដៃដេកផ្សំដួលលមូលផ្សំក្រិចអីអញ្ចឹងទៅលាក់នឹងលាក់តាមពិតគាត់ចង់និយាយថាជាពាក្យទ្រឹស្ដីពាក្យស្លោកអីប្រដូចថាបើខ្លួនរាងកាយយើងគ្រាន់តែរបួសប៉ាន់កូនដៃហេតុអីក៏យើងនៅដេកផ្សំដួលលមូលផ្សំក្រិចលោកគ្រាន់តែមិនចង់និយាយថាអាបាត់ដីហ្នឹងប៉ាន់របួសកូនដៃគ្រាន់តែចង់និយាយរឿងបនចូលឆ្នាំខ្មែរកាលហ្នឹងហេតុអីធ្វើមិនបានបើគ្រាន់តែគេយកដីអស់60 70កន្លែងប៉ុន្តែគាត់ចង់និយាយអញ្ចឹងទៅដើម្បីកុំឲ្យប្រជាពលរដ្ឋនៅផ្ទះកុំធ្វើពិធីអីចូលឆ្នាំដេកផ្សំដួលមុំផ្សំក្រិចគេចោតគាត់ហ្នឹងថារឿងគិតរឿងព្រំដែនហ្នឹងថាប៉ាន់កូនដៃអីអញ្ចឹងក៏ប៉ុន្តែគាត់ក៏និយាយដែរថាអស់តែប្រហែលហិកតាដីអស់រាប់100 គីឡូដីក៏ថាអស់ប្រហែលហិកតាឃើញទេអញ្ចឹងប្រជាពលរដ្ឋអត់ច្បាស់ខ្លួនឯងមេដឹកនាំខ្លួនឯងក៏អត់ច្បាស់ប៉ុន្តែមិនមែនអត់ច្បាស់ឲ្យគាត់ដឹងតែគាត់មិនព្រមប្រាប់យើងទុកឲ្យយើងឆ្ងល់អាទុកឲ្យយើងឆ្ងល់ហ្នឹងគឺយើងហុចដងដាវឲ្យថៃទៀតព្រោះយើងអត់ដឹងថាថៃចូលកន្លែងណាខុសច្បាប់ចូលកន្លែងណាត្រូវច្បាប់កន្លែងណាយើងយល់ព្រមគ្នាស្របច្បាប់កន្លែងណាយើងមិនយល់ព្រមគ្នាឥឡូវវិលមុខដល់ពេលអញ្ចឹងទៅរដ្ឋាភិបាលចាប់ផ្ដើមវាយប្រហារគេតបមកយើងវិញយ៉ាងចាស់ដៃរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្កាបរទេសយើងចេញលិខិតមួយគឺថ្កោលទោសនាយករដ្ឋមន្ត្រីថៃអនុទិនច័ន្ទវរៈគុលដែលដឹកនាំយោធាចុះមកត្រួតពលនៅច្រកអានសេះគឺដីខ្មែរកម្ពុជាថាជារឿងមិនត្រឹមត្រូវរឿងខុសច្បាប់រឿងរំលោភដែនអធិបតេយ្យមិនអាចណែឯងមកចុះធ្វើទស្សនកិច្ចនៅក្នុងកន្លែងច្រកអានសេះហ្នឹងមកយកអាហ្នឹងជាដីរបស់ណែឯងបានទេព្រោះអីដីដែលបានដណ្ដើមដោយកម្លាំងប្រដាប់អាវុធគឺជាដីដែលមិនព្រំដែនមិនអាចរំកិលដោយសារកម្លាំងប្រដាប់អាវុធដោយសារតែការណែឯងទាមទារដោយសារតែការណែឯងប្រឹងប្រែងធ្វើឲ្យមានភាពស្របច្បាប់យកនាយករដ្ឋមន្ត្រីអីចុះមកអញ្ចឹងទេចុះបើសិនជាអញ្ចឹងយើងមិនយកលោកហ៊ុនម៉ាណែតចុះទៅអាតំបន់ច្រកអានសេះដែលអនុទិនច័ន្ទវរៈគុលនឹងចុះមកទៅខ្ញុំកំពុងតែឆ្ងល់សាកយកគាត់ជិះកតុំរុយទៅចុះហ្នឹងឲ្យដាក់ទង់ជ័យខ្មែរនៅហ្នឹងវិញមើលបើសិនជាអាហ្នឹងដីខ្មែរហេតុអីបានជាថៃគ្រប់គ្រងបើសិនជាដីយើងហើយបើសិនជាយើងទៅចូលបានហេតុអីបានជាឲ្យគេចូលបានយើងចូលមិនបានសំណួរយើងសួរទៅវិញថាអ្នកណាដែលខុសច្បាប់ឲ្យប្រកាសតើថៃគេឈ្លានពានយើងឬក៏យ៉ាងម៉េចអានេះដែលជារឿងមួយដែលសំខាន់ដែលធ្វើឲ្យយើងចង់បានខ្ញុំថាបើខ្ញុំជាមេធាវីការពារក្តីឲ្យកម្ពុជាយើងចាញ់ក្តីគេឲ្យបងប្អូនបើធ្វើដូចអ្វីដែលកម្ពុជាធ្វើរាល់ថ្ងៃធ្វើដដែលរំពឹងថាមានលទ្ធផលថ្មីយើងទៅស្រែកឡំប៉ាជាមួយថៃយ៉ាងម៉េចនឹងថៃគេស្ដាប់យើងនៅពេលដែលយើងចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងថ្ងៃទី27ខែធ្នូឆ្នាំ2025ដោយទាំងតំបន់ច្រកអានសេះដោយទាំងប្រាសាទតាកបីតំបន់តូចតំបន់ធំតំបន់មុំបីអូស្មាច់បងតកួនជោគជ័យតំបន់ទាំងអស់នេះគឺជាតំបន់ដែលយើងព្រមឲ្យគេនៅណានៅហ្នឹងតែរដ្ឋាភិបាលគ្មានភាពស្មោះត្រង់នៅក្នុងការបញ្ជាក់ថាដីប្រមាណដែលថៃវាយបានថៃអត់បានដកទាត់ទៅណាទេគឺថៃវាយបានពីប្រាវហ្នឹងគឺដោយតំបន់ទាំងអស់ហ្នឹងយកទាំងអស់ហើយទៅកម្ពុជាចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងមានន័យថាម៉េចនៅណានៅហ្នឹងមានន័យថាកម្ពុជាមិនអាចចូលទៅក្នុងដីដែលថៃកំពុងតែកាន់កាប់បានទេប៉ុន្តែថៃអាចចូលមកដីដែលគេកំពុងតែកាន់កាប់បានព្រោះវាមានភាពស្របច្បាប់មួយនៅក្នុងបទឈប់បាញ់ដែលយើងព្រមឲ្យគេនៅណានៅហ្នឹងហើយឥឡូវយើងទៅថាអាហ្នឹងវាខុសច្បាប់ទៅវិញអានេះហើយដែលធ្វើឲ្យយើងកញ្ញាញ់ខួរដែលយើងចាញ់ក្តីគេហើយគ្មានអន្តរជាតិណាគេនៅខាងយើងណាបងប្អូនគេមិននៅខាងយើងមិនមែនដោយសារតែយើងមិនចេះច្បាប់ចេះទម្លាប់ទេគេមិននៅខាងយើងដោយសារតែយើងប្រើនយោបាយប្រជាពិធហើយយើងប្រាប់ទូងស្គរថាថៃឈ្លានពានយើងទេអ្នកណាក៏ដឹងដែរថាថៃឈ្លានពានខ្មែរគ្មានចំណុចណាថាថៃមិនឈ្លានពានយើងទេប៉ុន្តែចំណុចដែលជាប្រវត្តិសាស្ត្រដែលធ្វើឲ្យថៃមានព្រៀបលើខ្មែរគឺនៅពេលដែលយើងចុះហត្ថលេខាបទជប់បាញ់ព្រមឲ្យគេនៅណានៅហ្នឹងអាហ្នឹងហើយជាលិខិតបទដ្ឋានកតិយុត្តជាឯកសារសំអាងផ្លូវច្បាប់ដែលថៃយកមកជន់យើងគ្រប់ពេលហើយដល់ពេលអញ្ចឹងនៅពេលដែលលោកអនុទិនច័ន្ទវរៈគុលចុះទៅអាកន្លែងហ្នឹងចុះទៅអាកន្លែងតំបន់ដែលយើងព្រមឲ្យណានៅហ្នឹងដូចជាច្រកអានសេះអីយើងទៅថ្កោលទោសថាគេខុសច្បាប់នឹងលោកអនុទិនច័ន្ទវរៈគុលប្រាប់មកយើងវិញមិនទេបងប្អូនគាត់ថាស្អីគេខុសច្បាប់គាត់និយាយចឹងហើយទៅលឺសូអ្នកកសែតសួរថាខាងកម្ពុជាដោយថ្កោលទោសថាអំពើនឹងខុសច្បាប់ពងរតាមរចាប់លោកអនុទិនច័ន្ទវរៈគុលយុទ្ធបដនទីទោសដោយសារឈ្លានពានចូលដែនអធិបតេយ្យខ្មែរខុសច្បាប់ទៀតអ្នកកសែតថៃហ្នឹងក៏ប្រកែករឿងអុចអាលដែរមិនដឹងជាខ្មែរណាដែលនិយាយថាចង់ចាប់លោកអនុទិនដាក់គុកដោយសារតែចូលមកដែនខ្មែរអធិបតេយ្យខុសច្បាប់នៅក្នុងច្រកអានសេះតើក្រសួងការបរទេសកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍គាត់មានមួយម៉ាត់ណាដែលនិយាយថាគ្រងចាប់នាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលអត់សោះគ្រាន់តែថ្កោលទោសគ្រាន់តែប្រាប់ថាមិនទទួលស្គាល់ស្អីក៏មកធ្វើអីដូចកន្លែងហ្នឹងដីថៃអីយកភាពស្របច្បាប់នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអីខ្មែរគាត់និយាយប៉ុណ្ណឹងតែនិយាយរឿងចាប់រឿងអីអត់សោះ
អ្នកដែលគ្រងចាប់នាយករដ្ឋមន្ត្រីថៃនិងមេតបថៃហ្នឹងគឺក្រុមរដ្ឋាភិបាលក្រៅប្រទេសនេះវិញទេដែលយកពាក្យប្តឹងយកទៅដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ថ្ងៃខែកញ្ញាខែកុម្ភៈឥឡូវនេះខាងតុលាការគេថ្ងៃ7ខែសីហាហ្នឹងគឺគេហៅសំទោសថ្ងៃ20សីហាជាងនេះគេហៅទៅជួបដើម្បីបំភ្លឺបន្ថែមក្នុងដីកាហ្នឹងនៅក្នុងពាក្យបណ្ដឹងហ្នឹងច្បាស់ណាស់គឺបើសិនជាតុលាការនេះចាប់ផ្ដើមបើកការស៊ើបអង្កេតរកឃើញថាមេដឹកនាំឬតបថៃខុសច្បាប់គឺត្រូវតែចាប់ដាក់ឃុំហើយប៉ុន្តែមិនមែនចាប់រឿងតំបន់ច្រកអានសេះមកថ្ងៃមុនទេគឺចាប់ដោយសារអំពើឈ្លានពានរបស់ថៃជាទូទៅលើដែនអធិបតេយ្យកម្ពុជាតាំងពីថ្ងៃ28ខែឧសភាឆ្នាំ2025ដែលសម្លាប់លោកសួនរោននៅឯតំបន់មុំបីក្នុងដីខ្មែរហើយក្រោយមកបាញ់គ្នាក្នុងខែកក្កដាយកតំបន់ខ្មែរអស់ជិត10កន្លែងក្រោយមកបាញ់គ្នានៅថ្ងៃទី20ជាងនៅខែធ្នូឆ្នាំ2025យកដីខ្មែរអស់60កន្លែងចិត្តទៀតគ្រប់76កន្លែងរឿងនេះជាអំពើឈ្លានពានរបស់ថៃអាហ្នឹងនៅក្នុងពាក្យបណ្ដឹងរបស់ក្រមរដ្ឋាភិបាលក្រៅប្រទេសណាអាហ្នឹងគឺគាត់ប្តឹងអញ្ចឹងអាហ្នឹងត្រូវប៉ុន្តែអារឿងទៅចាប់នាយករដ្ឋមន្ត្រីថៃនៅក្នុងដីដែលយើងព្រមព្រៀងឲ្យគេនៅណានៅហ្នឹងទៅចាប់គេអាម៉េចរឿងសំខាន់គឺយើងជាម្ចាស់ប្រទេសនេះនាយករដ្ឋមន្ត្រីខ្មែរហ៊ុនម៉ាណែតនេះអត់អាចទៅក្បែរលបងបលាលួសនឹងបានហ្នឹងសាក់ទៅម្ដងមើលអត់ដែលឃើញតាំងពីបាញ់គ្នាមកហើយអត់ដែលឃើញលោកហ៊ុនម៉ាណែតទៅឲ្យបានក្បែរលបងបលាលួសទៅតែម្ដងក៏អត់ដែរថៃគេមកមេតបគេមកចង់អស់ហើយឥឡូវដោយទៅនាយករដ្ឋមន្ត្រីទៀតនៅក្នុងដីខ្មែរចុះបើយើងដីខ្មែរហេតុអីបានខ្មែរទៅអត់បានយើងសួរខ្លួនឯងមើលហេតុអីបានជាលោកហ៊ុនម៉ាណែតទៅតំបន់ច្រកអានសេះនឹងអត់បានហេតុអីបានជាទៅតំបន់ប្រាសាទតាមាន់ធំនឹងអត់បានហេតុអីបានជាទៅប្រាសាទតាកបីនឹងអត់បានហេតុអីបានទៅប្រាសាទខ្នាអត់បានហេតុអីទៅបឹងតគួនអត់បានអូស្មាច់អត់បានព្រោះគេយកអស់ហើយយើងព្រមឲ្យគេនៅណានៅហ្នឹងបើអត់ព្រមនៅណានៅហ្នឹងហេតុអីបានជាយើងចូលអត់បានរឿងវានៅអញ្ចឹងបានថាអស់លោកកតិបណ្ឌិតស្អីអ្នកប្រាជ្ញច្បាប់ស្រុកខ្មែរនឹងចេញមកបកស្រាយបញ្យលប្រាប់បងប្អូនខ្មែរទាំងអស់មើលឲ្យយល់មើលតើថៃគេខុសអីហើយហេតុអីបានជាយើងរករឿងថៃមិនបាននៅពេលដែលថៃយកនាយករដ្ឋមន្ត្រីគេចុះមកច្រកអានសេះគេថាគេអត់ខុសច្បាប់អីផងខ្ញុំអត់កាន់ជើងថៃទេប៉ុន្តែថៃគេនិយាយត្រូវលោកអនុទិនច័ន្ទវរៈគុលថាស្អីគេខុសច្បាប់គេមកនៅក្នុងដែនអធិបតេយ្យដែលថៃដណ្ដើមបានពីខ្មែរហើយខ្មែរព្រមចុះហត្ថលេខាឲ្យថៃនៅណានៅហ្នឹងនេះលោកអនុទិនច័ន្ទវរៈគុលគេនិយាយចឹងខ្ញុំបាននិយាយតាំងពីដើមទីមកម្លេះថាបើយើងយកអាចបត់ឈប់បាញ់ដែលព្រមចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងហើយមកចោទគេថាឈ្លានពានហើយយើងអត់រកវិធីថ្មីគឺជាអំពើឈួតលីលាហើយព្រោះយើងធ្វើដដែលចង់បានលទ្ធផលថ្មីទៅយកកិច្ចព្រមព្រៀងដែលយើងព្រមព្រៀងគេឲ្យនៅណានៅហ្នឹងហើយទៅចោទគេថាខុសច្បាប់តើយើងទៅសញ្ញេនឹងដៃជន់ជើងហ្នឹងយើងធ្វើយ៉ាងម៉េចគេមើងងាយយើងគេមើងងាយអ្នកច្បាប់យើងគេមើងងាយនាយករដ្ឋមន្ត្រីយើងគេមើងងាយខ្មែរតែម្ដងថាយើងអត់ចេះច្បាប់អីសោះទេអញ្ចឹងហេតុអីបានជាយើងព្រមចុះហត្ថលេខាឲ្យគេធ្វើអីនៅពេលដែលយើងមកប្រាប់ថាគេឈ្លានពានបើគេឈ្លានពានវាអត់ត្រូវចុះហត្ថលេខាតាំងតែពីថ្ងៃទី27ហើយបើសិនជាអញ្ចឹងចុះប្រាប់នៅក្នុងហ្នឹងថាថ្ងៃ27ហ្នឹងគេឈ្លានពានត្រូវឲ្យគេដកនៅក្នុងរយៈពេល3ខែ6ខែអត់មានពាក្យឈ្លានពានអត់មានបង្ខំឲ្យថៃដកទៅកន្លែងណាក្រោយពេលដែលស្ងប់បាញ់ហ្នឹងអត់មានសោះផ្ទុយទៅវិញអ្នកណានៅហ្នឹងថៃគេធ្វើអីបានស្រេចចិត្តដោយសារគេយកអាផែនទីប្លង់រឹងដែលយើងលោកទាសីហាចុះហត្ថលេខាឲ្យគេតែយើងចាញ់គេកន្លែងហ្នឹងតាហើយថែអីបានជាយើងទៅយកអាកន្លែងចាញ់គេយកមកនិយាយដែលអត់ចេះខ្មាស់គេរឿងដែលឈ្នះថៃអត់មែនមើលអាប្លង់ផែនទីដែលយើងព្រមព្រៀងគេនឹងទេអ្នកណាក៏ចាញ់គេដែរនៅពេលដែលយើងតបយើងខ្សោយយើងចោះទៅយើងធ្វើសារទានលើកទង់ជ័យសទៅវាអត់ចង្រៃទេប្រទេសណាក៏គេធ្វើដែរបើណែចាញ់គេទៅហើយណែមិនលើកទង់សគេសម្លាប់ក្រុមគ្រួសារយើងគេសម្លាប់ទាហានយើងគេនឹងយកដីយើងច្រើនជាងហ្នឹងទៀតផងដូច្នេះយើងលើកទង់ជ័យសមិនមែនបានន័យថាយើងរត់ចោលជួលរហូតឯណាយើងគ្រាន់តែសុំផ្អាកការបាញ់គ្នាសិនណានៅណានៅហ្នឹងសិនចុះក៏ប៉ុន្តែខ្ញុំរក្សាសិទ្ធិប្តឹងដែរយើងលើកទង់ជ័យសយើងធ្វើសម្បទានណានៅណានៅហ្នឹងទៅជាសង្ឃឹមចាំចោលឲ្យដីឲ្យយើងវិញតាមការវាស់វែងតែតុលាការព្រហ្មទណ្ឌអន្តរជាតិក៏មិនប្តឹងថៃតុលាការយុត្តិធម៌អន្តរជាតិក៏អត់ប្តឹងថៃតែយើងរំពឹងអីរឿងនេះហើយដែលជាយើងឲ្យដងដាវទៅថៃតើយើងគិតពីអីសប្ងៃហ្នឹងហើយឥឡូវយើងនិយាយចឹងដដែលឃើញគេសក់មកយើងវិញហ៎គឺគេថាគេមកនៅក្នុងតំបន់ដែលថៃគ្រប់គ្រងកម្ពុជាចុះហត្ថលេខាថ្ងៃ27ខែធ្នូឆ្នាំ2025អ្នកណានៅណានៅហ្នឹងហើយគេថាទាហានគេនៅគ្រប់កន្លែងបានហេតុអីបានជានាយករដ្ឋមន្ត្រីគេចុះទៅទីតាំងតំបន់ហ្នឹងអត់បានចាឥឡូវទីតាំងដែលកម្ពុជាគ្រប់គ្រងសប្ងៃក្រៅពីរបងកុងតឺន័រនេះព្រោះវាអកុសលវាយគ្នាពីប្រាវខ្មែរអត់ដណ្ដើមដីថៃសំបីតែ1មីលីម៉ែត្រយើងវាគ្មានទៅដែលមានប្រវត្តិឯណាទៅដណ្ដើមដីឬក៏ឈ្លានពានគេឯណាទេខ្មែរយើងទប់តាដីខ្លួនឯងទប់អត់បានខ្ញុំអត់ឆ្ងល់ទេដែលថាខ្មែរទៅវាយយកដីគេមិនបានហើយដល់ពេលចរចាព្រឹបគេនៅលើដីយើងទាំងអស់ដល់ចរចាអ្នកណាអ្នកចាញ់គឺយើងចាញ់ពួកគេនៅលើដីយើងទាំងអស់អ្នកណានៅណានៅហ្នឹងយកអត់បានលើដីថៃសំបីតែ1មីលីម៉ែត្រគេនៅដីយើងរាប់សិបកន្លែង
អាហ្នឹងយើងចាញ់គេកន្លែងហ្នឹងប៉ុន្តែយើងឈ្នះត្រង់ថាទី1ទាហានអត់ស្លាប់យកជនភេសជ្ជរបស់យើងក៏អាចវិលទៅលំនៅឋានវិញលែងរត់ចោលផ្ទះសម្បែងអញ្ចឹងអាហ្នឹងវាល្អកន្លែងហ្នឹងដែរតាក៏ប៉ុន្តែយើងត្រូវចាំថានៅពេលដែលយើងធ្វើសម្បទានបែបនេះគឺបានន័យថាយើងព្រមឲ្យគេនៅលើដីយើងគ្រប់គ្រងលើដីយើងហើយយើងអត់អាចទៅតវ៉ាទាមទារនៅពេលដែលយើងព្រមឲ្យគេអញ្ចឹងទេព្រោះអីគេនឹងចាត់ទុកថាយើងកលិចបាតដៃខ្នងដៃយើងមិនគោរពបទជប់បាញ់គឺគេឌីលយើងទៀតហើយទៅសហគមន៍អន្តរជាតិគេនឹងរករឿងយើងប៉ុន្តែអ្វីដែលសំខាន់បំផុតអាហ្នឹងមកជុំវិញងុំនឹងថៃខូចអាព្រមព្រៀងគ្នាណានៅហ្នឹងហើយហួសពីហ្នឹងមកចូលមករលយកថែមរហូតហើយកម្ពុជាតវ៉ាកោកោតវ៉ាកោទោសមិនទទួលស្គាល់ដែលអធិបតេយ្យរបស់យើងគេឈ្លានពានក្រោយបាត់ជប់បាញ់យើងកោទោសតវ៉ា800ដងជាងគឺយើងត្រូវមានសិទ្ធិស្វ័យការពារខ្លួនយើងត្រូវបាញ់តបថៃទៅវិញឲ្យរុលចេញពីតំបន់ដែលយើងអត់ទាន់បានព្រមព្រៀងគ្នាកន្លែងឈប់បាញ់ថ្ងៃ27ខែធ្នូការពារថែរក្សាអត់អីទេប៉ុន្តែអ្នកបពៀនបត់ឈប់បាញ់គឺអ្នកទទួលការដែលតបពីទាហានខ្មែរទៅវិញដើម្បីការពារជាតិដោយត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញត្រឹមត្រូវតាមធម្មនុញ្ញអង្គការសហប្រជាជាតិសិទ្ធិស្វ័យការពារខ្លួនខ្មែរអត់ខុសច្បាប់ខ្មែរអត់បង្កសង្គ្រាមខ្មែរអត់ធ្វើទៅអីទាំងអស់ផ្ទុយទៅវិញគឺថៃសមនឹងស្លាប់ហើយសមនឹងបាញ់ឲ្យបហាមែនតើដោយសារអីអ្នកឯងមកឈ្លានពានដីគេក្រោយបាត់ឈប់បាញ់អាថ្ងៃបាត់ជប់បាញ់ហ្នឹងស្លាប់ទាហានស្លាប់អីមកកណោអត់ទាន់សងគ្នាហងហួយតពេលមានបាត់ជប់បាញ់យកលេសមកយកដីខ្មែរអស់មកកណោទៀតហើយកម្ពុជានៅតែជូនដំណឹងនៅតែកោតទៅអត់ព្រមប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិនេះហើយឃើញថៃគេយកមកហើយអនុទិនចាំវរៈគោលថាស្អីគេខុសច្បាប់ព្រមព្រៀងគ្នាអស់ចឹងគេចោទយើងថាយើងកំពុងតែរំលោភបំពានបាត់ជប់បាញ់ទៅវិញនេះគេថាកម្ពុជានឹងរំលោភបំពានបាត់ជប់បាញ់ដោយការដែលលៀបពណ៌ដោយការដែលកែកលាស់យកស្អីតារាដើម្បីយកប្រព័ន្ធផ្សព្វផ្សាយទៅមួលបង្កាច់ថៃថាប្រព្រឹត្តខុសច្បាប់ទាំងខ្លួនព្រមព្រៀងជាមួយគ្នាអ្នកណានៅហ្នឹងគេចោទយើងហ្នឹងទៅជាបំពានអាបាត់ឈប់បាញ់ហ្នឹងដោយសារខ្លឹមសារនៃបាត់ឈប់បាញ់គេនិយាយថាយើងត្រូវរក្សាភាពត្រជាក់នៅព្រំដែនមិនឲ្យមានកម្ដៅគឺការមិននិយាយមួលបង្កាច់គ្នាបលឹះព័ត៌មានអញ្ចឹងថៃគេថាយើងបលឹះព័ត៌មានហើយអន្តរជាតិគេជឿថៃដោយសារអីកម្ពុជាអត់ប្តឹងថៃនៅពេលដែលថៃរំលោភបាត់ជប់បាញ់ឥឡូវអត់មានអ្នកណាថាថៃរំលោភបាត់ជប់បាញ់ទេព្រោះអីយើងអត់ប្តឹងថៃតើអ្នកណាគេដឹងថាគេរំលោភបើយើងអត់ប្តឹងផងយើងក៏អត់តវ៉ាយើងគ្រាន់តែអីតែថៃទៅឈឺក្បាលអីតវ៉ាបើយើងព្រមឲ្យគេនៅណាហើយលោកអនុទិនចាំវរៈគោលមិនត្រឹមតែប៉ុណ្្នឹងឯងគាត់ថាមកនោះអត់មានខុសច្បាប់ទេមកស្របច្បាប់តាមកិច្ចព្រមព្រៀងថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយគាត់បានប្រាប់មកខ្មែរទៀតថាឲ្យអនុវត្តកិច្ចព្រមព្រៀងនឹងឲ្យខ្ជាប់ខ្ជួនទើបយើងអាចមកវិលមកចរចាទៅចែកគ្នាវិញបានណាគាត់ចោទកម្ពុជាថាយើងប្រព្រឹត្តខុសបាត់ឈប់បាញ់ហ្នឹងស្មារតីបាត់ឈប់បាញ់យើងចេះតែចោទថៃទៅពីឥឡូវគេអត់អាចចរចាយើងបានទេអញ្ចឹងគេថាយើងគ្មានភាពស្មោះត្រង់ណែថៃទៅអញ្ចឹងបងប្អូនយើងជឿចាប់ទេបងប្អូនមកពីយើងហ្នឹងសាំជាមួយថៃថៃឆ្លៀនពៀនយើងហេតុអីបានត្រូវសាំប្តឹងថៃទៅដល់ណាណីទៅវាចប់ហើយយើងសាំពេកមួយខ្មែរឯងយើងអត់ដែលសាំទេងើបមួយវាយមួយតាមដល់ផ្ទះហើយយើងទៅចាប់មកដល់រូងក្តាមណាក៏ចាប់តែ24ម៉ោងសំបីតែសរសេរមតិរិះគន់រដ្ឋាភិបាលរឿងព្រំដែនរឿងអីបន្តិចចាប់គេដាក់គុកអត់មានថ្ងៃចេញអត់មានការសម្ដោះប្រប្រណីអត់មានការលើកលែងទោសដល់ថ្ងៃចេញហើយអត់បានចេញទៀតអ្នកខ្លះលើសអាឆ្នាំដែលត្រូវជាប់គុកនឹងទៀតអាហ្នឹងយើងប្រកែកណាស់បាទឥឡូវអនុទិនច័ន្ទវីរៈគុលគេនិយាយថាគេធ្វើតាមច្បាប់គេអនុវត្តតាមកិច្ចព្រមព្រៀងបទជប់បាញ់ដែលមេដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាដូច្នេះគេអត់មានធ្វើអីខុសច្បាប់បកស្រាយទៅអ្នកច្បាប់ខ្មែរឥឡូវដូចខ្ញុំនិយាយចឹងដើម្បីឲ្យដឹងថាដីខ្មែរនៅតំបន់ដែលថៃចុះមកបានស្រេចចិត្តហើយដោយចឹងនាយករដ្ឋមន្ត្រីយកនាយករដ្ឋមន្ត្រីខ្មែរយើងចុះទៅអាតំបន់ច្រកអានសេះនឹងវិញទៅលើកទង់ជ័យយើងនៅនឹងវិញបើសិនជាយើងគិតថាខ្ញុំមិនចង់ឲ្យទៅប្រថុយស្លាប់អីទេព្រោះអីលឺតែសូតែថៃចង់តែធ្វើឃាតនាយករដ្ឋមន្ត្រីខ្មែរដែរទៅហ៊ានអីទៅក្បែរហ្នឹងទៅសាកមើលបំអា drone គេមកទម្លាក់មកនឹងរត់ចាយជើងគ្នាឡើយហ្នឹងប៉ុន្តែយើងអត់ទៅតតាំងអីរបៀបច្បាប់ព្រៃអីអញ្ចឹងទេយើងមានច្បាប់ស្រុកច្បាប់អន្តរជាតិប្តឹងគេសោះហេតុអីក៏យើងមិនធ្វើយើងធ្វើតម្លៃខ្លួនយើងឲ្យធូរថ្លៃទៅអីឆ្ងល់ដែរហើយណាស់ហើយ